Do you speak English? Yes, I do. No, I don't. Does she speak English? Yes, she does. No, she doesn't. Can you speak English? Yes, I can. No, I can't. Can she speak English? Yes, she can. No, she can't. Are you a good student? Yes, I am. No, I'm not. Is she a good student? Yes, she is. No, she isn't. Do you have a car? Yes, I do. No, I don't. Does she have a car? Yes, she does. No, she doesn't. Pretty easy, right? It's very simple. ចឹងអានេះគឺស្រួលមែនតើយើងស្ដាប់ទៅទេដូចជាស្រួលដែរមិនបបាយផងយ៉ាយើងសួរសំណួរយើងឆ្លើយដូចជាគិតថាដូចមិនបបាយទេប៉ុន្តែនៅពេលដែលយើងនិយាយអាហ្នឹងយើងស្ដាប់ទេណាឬមកក៏យើងអានសភៅឬមកក៏យើងរៀនវាស្រួលយើងមើលទៅយល់អូយ៉ាយល់does she speak English? Yes, she does. No, she doesn't. It's very easy, right? អានឹងស្រួលរៀនក៏ស្រួលមើលទៅយល់អូខេហើយពេលស្ដាប់គេទៅក៏អូខេ easy យ៉ាយល់អូខេប៉ុន្តែនៅពេលដែលចាប់ផ្ដើមនិយាយខ្លួនឯងអាចមិននិយាយអញ្ចឹងទេអូខេយើងអាចនឹងអត់និយាយអញ្ចឹងទេនិយាយណាផ្សេងនោះយ៉ាយូការខុសយូការត្រូវយូការ she don't អញ្ចឹងទៅមិន she doesn't អញ្ចឹងអ្វីដែលខ្ញុំចង់បញ្ជាក់នៅក្នុងវីដេអូនេះគឺនៅពេលដែលយើងរៀនយើងអាចយល់អូខេស្រួលនៅពេលដែលយើងស្ដាប់គេយើងគិតថាអូស្ដាប់បានយ៉ាដូចជាមិនពិបាកខ្លាំងទេនៅពេលដែលយើងអានសភៅយើងឃើញអញ្ចឹងទៅយល់បានប៉ុន្តែនៅពេលដែលយើងចាប់ផ្ដើមនិយាយខ្លួនឯងណាចាប់ផ្ដើមនិយាយខ្លួនឯងនៅពេលដែលយើងគិតក៏ស្រួលដែរនៅពេលដែលយើងគិតចង់និយាយយើងគិតអីមួយគិតនិយាយក្នុងគំនិតរបស់យើងdo you go home does she speak English យើងគិតអាហ្នឹងក៏ស្រួលដែរប៉ុន្តែអ្វីដែលពិបាកគឺនៅពេលដែលយើងនិយាយចេញចាប់ផ្ដើមនិយាយយ៉ានិយាយហ្នឹងអាហ្នឹងបានយើងចាប់ផ្ដើមភាំងនិយាយទៅមានខុសមែនទៅអញ្ចឹងព្យាយាមនិយាយដោយអ្វីដែលយើងបានរៀនប្រហែលជាមិនអាចអូខេដូចខ្ញុំបាននិយាយមិញគឺបើយើងស្ដាប់ទៅដូចជាសាមញ្ញស្រួលណាដូចជាមិនជាឲ្យថាពិបាកអីទេណាពិបាកខ្លាំងអត់ទេប៉ុន្តែគ្នាយើងអាចចាប់ផ្ដើមសាកនិយាយខ្លួនឯងសាកមើលអាចនឹងមានបញ្ហាអូខេហេតុអីដោយសារយើងអត់សូវអនុវត្តនិយាយយើងគ្រាន់តែរៀនយើងគ្រាន់តែយល់អញ្ចឹងយើងយល់បានយើងគិតថាស្រួលប៉ុន្តែដល់ពេលដែលយើងនិយាយឲ្យដូចអញ្ចឹងគឺអត់ទេអូខេអញ្ចឹងទៀមទាមិនមែនថាយើងមិនអាចនិយាយដូចអញ្ចឹងបានទេយើងនិយាយដូចអញ្ចឹងបានប៉ុន្តែទៀមទានៅការហាត់និយាយច្រើនអូខេដដែលជាប្រចាំរាល់ថ្ងៃនិយាយដដែលជាប្រចាំរាល់ថ្ងៃអូខេ repetition មានថាយើង repeat មានថានិយាយហើយនិយាយទៀតនិយាយហើយនិយាយទៀតនិយាយហើយនិយាយទៀតរហូតដល់ថ្នាក់គេហៅ start អូខេ start យ៉ាអញ្ចឹងអ្នកខ្លះសួរខ្ញុំធ្វើម៉េចនិយាយ start និយាយដដែលនិយាយជាប្រចាំថ្ងៃនិយាយច្រើនរាល់ថ្ងៃអាហ្នឹង start ហើយអូខេយ៉ាកុំធុញពីព្រោះអ្នកខ្លះធុញនិយាយអូយធុញណានិយាយតែអញ្ចឹងធុញប៉ុន្តែអាហ្នឹងអាភាពធុញហ្នឹងអាការវិធីធុញដដែលហ្នឹងវាធ្វើឲ្យយើងនិយាយបាន start និយាយភាសាអង់គ្លេសបាន start អញ្ចឹងខ្ញុំលើកទឹកចិត្តឲ្យគ្នាយើងនិយាយជាប្រចាំរាល់ថ្ងៃនិយាយអ្វីដែលដដែលម្ដងហើយម្ដងទៀតស្អែកនិយាយចឹងខាងស្អែកនិយាយចឹងខាងស្អែកមួយនិយាយចឹងនិយាយរហូតដល់យើងមានអារម្មណ៍ថាលេងគិតវានិយាយមកគឺ does she speak English? Yes, she does. No, she doesn't. Do you speak English? Yes, I do. No, I don't. រហូតដល់យើងថ្នាក់ថាលេងគិតច្រើនហើយតែពេលដែលនិយាយមកគឺនិយាយប្រហែលហេតុអីពីព្រោះយើងនិយាយរាល់ថ្ងៃហ្នឹងគ្នាយើងអាហ្នឹងយើងនិយាយរាល់ថ្ងៃហ្នឹងណាអាហ្នឹងក៏និយាយស្អែកក៏និយាយខាងស្អែកក៏និយាយអាទិត្យក្រោយក៏និយាយរហូតដល់លេងគិតហើយចង់និយាយប្រហែលឃើញទេយ៉ាអាហ្នឹងដូចយើងវា computer អញ្ចឹងណាtyping អញ្ចឹងយើង typing ដំបូងរៀងពិបាកដាក់ដៃអ្នកណាអក្សរអីដាក់ចេះចំណាំអានេះអក្សរអីចំណាំអីដល់ពេលយើងហាត់វាជាប្រចាំរាល់ថ្ងៃលេងមើល
start អូខេអង់គ្លេសរៀននិយាយដូចគ្នាណាអញ្ចឹងនេះជាវិធីដែលធ្វើឲ្យយើងនិយាយបាន start គឺនិយាយដដែលហើយនិយាយជាប្រចាំថ្ងៃវិធីគួរឲ្យធុញហ្នឹងហើយដែលធ្វើឲ្យយើងរីកចម្រើនធ្វើឲ្យយើងបាន start ណាអញ្ចឹងកុំធុញអីហាត់ទៅណាកន្លះម៉ោង1ម៉ោងបើមានពេលលឿននឹងទៀតល្អណាហាត់ជាអ្វីដែលយើងបានរៀនរួចហើយហ្នឹងយើងមកហាត់និយាយជាប្រចាំនិយាយដដែលកុំធុញណាយ៉ាI want to go to school, I want to go to work, I want to go to the market, I want to go to the hospital, I want to go to Eon Mall, I want to go to this, I want to go to that. Yay, come thôi. Yay, yeah. I want to go to America, I want to go to Japan, I want to go to Australia, I want to live in Cambodia, I want to live in Singapore, I want to live in Vietnam. Vậy từ, ok? Vậy chứ bà chăm vậy tới. Bị thân nặc, bị xa máy hay bị start nữa, bị start, ok? Chẳng chọn gì start, chọn gì bạn fluent, ông lấy là fluent. Start, cứ vậy bạn này, vậy là đá, vậy chỉ bị chăm, vậy chả ơn, cùng khaiខ្លួនឯងចេះnày, nếu class thì khaiខ្លួនឯងចេះ, ý vậy chở tíចេះទៅ, thì khaiខ្លួនឯងចេះ, ở đâyចេះទៅđó, yeah. ហើយកុំថាំនឹងពេលវេលាយើងចំណាយពេលជាមួយទូរស័ព្ទយើង1ម៉ោង2ម៉ោងរឿងផ្សេងដូចអត់មានបានអីផងមិនយកកន្លះម៉ោងមិនឆ្លៀតពេលកន្លះម៉ោងមកហាត់ខ្លួនឯងដើម្បីជាជំនាញផ្ទាល់ខ្លួនរកចំណូលបានច្រើនជាងមុនទំនាក់ទំនងបានល្អជាងមុនធ្វើដំណើរទៅក្រៅប្រទេសបានល្អជាងមុនទំនាក់ទំនងបានច្រើនជាងមុនអូខេឱកាសក៏មានច្រើនជាងមុនហេតុអីមិនចំណាយពេលកន្លះម៉ោង1ម៉ោងទៅចំណាយពេលលឿននោះ1ម៉ោង2ម៉ោងដូចអត់មានស្ដាយប៉ុន្តែបើចំណាយពេលរៀនកន្លះម៉ោង1ម៉ោងដូចស្ដាយដល់វាទៅចេះវិញតែអញ្ចឹង well if you want to speak English fluently you want to improve yourself just do it okay take action spend time do it that's it that's all I want to show you in this video and I will see you in the next one bye bye